មានតឹងចំហមានអីទេបងសម្រាប់បងណាដែលមានក្មេងតូចបងជ្រើសរើសយកវិធីនេះគឺដឹងតើថាកូនតូចយើងនឹងស្រួលខ្លួននៅពេលដែលគាត់មានអាការៈផ្ដាសាយចាជំរាបសួរម៉ាក់ទាំងអស់គ្នានៅថ្ងៃនេះដែរនាងខ្ញុំមានបទពិសោធន៍មួយចង់មកចែករំលែកដល់ម៉ាក់ទាំងអស់គ្នាដែលគាត់មានកូនតូចពិសេសគឺកូនតូចដែលមានអាយុក្រោម1ឆ្នាំបងគឺគាត់ពេលដែលគាត់ផ្ដាសាយគាត់ហ៊ីសម្បោគាត់តឹងច្រមុះខ្លាំងគឺគាត់អត់ចេះញីសម្បោមែនទេបងដល់ពេលធ្វើតាមវិធីនេះខ្ញុំគឺដល់យើងយកសារ៉ូមប្រៃមួយយើងយកមកបូមថ្ងៃនេះខ្ញុំមានសារ៉ាំងតូចតែបើសិនជាបងយកសារ៉ាំងធំ 10cc ហ្នឹងវាកាន់តែល្អបងដល់យើងយកសារ៉ូមប្រៃដបធំមកហើយយើងយកមកបូមដល់ពេលយើងយកមកបូមហើយយើងបាញ់ចូលច្រមុះម្ដងបន្តិចដើម្បីឲ្យសារ៉ូមហ្នឹងវាជ្រាបក្នុងច្រមុះបងហើយចាំយើងចាប់ដើមបាញ់ទំហក់វាបងកំភៃថាខ្លាច់ឆ្លុះគឺវាអត់ឆ្លុះទេបងហើយពេលហ្នឹងគឺសម្បោហ្នឹងនឹងហ៊ីចេញមកដល់ខ្លួនឯងអញ្ចឹងគាត់នឹងមានអាការៈថាស្រួលខ្លួនពេលដែលដកដង្ហើមមកគឺអត់មានតឹងចំហមានអីទេបងសម្រាប់បងណាដែលមានក្មេងតូចបងជ្រើសរើសយកវិធីនេះគឺដឹងតើថាកូនតូចយើងនឹងស្រួលខ្លួននៅពេលដែលគាត់មានអាការៈផ្ដាសាយខ្លាំងជាពិសេសគឺខែនេះគឺខែភ្លៀងបងខែនេះគឺខែភ្លៀងគឺសវោក្មេងផ្ដាសាយមែនទេអញ្ចឹងបងជ្រើសរើសយកវិធីនេះដឹងតែល្អសម្រាប់ក្មេងតូចដែលគាត់អត់ចេះញីសបោបងអាចបាញ់ម្ដងមកហើយសារ៉ាំងហ្នឹងមានចំណុះ 10cc បងក្នុងមួយចំហៀងយើងអាចបាញ់ចាប់ពី2សារ៉ាំងទៅ3សារ៉ាំងអាស្រ័យលើចំហកូនរបស់យើងហ្នឹងមានសបោតិចឬក៏ច្រើនអញ្ចឹងបងធ្វើអញ្ចឹងវាអាចឲ្យកូនយើងងាយស្រួលនឹងដកដង្ហើមហើយគាត់គេងលក់ស្រួលបងគ្រាន់តែបាញ់ចូលក្នុងមួយចំហៀង2សារ៉ាំងឬក៏3សារ៉ាំងទៅហើយក៏បដូរមកបាញ់មួយចំហៀងទៀតមួយសារ៉ាំងឬក៏3សារ៉ាំងទៅចំមុះបបកូនបងនឹងស្អាតអត់មានធូលីអស់សម្បោហើយអត់មានមេរោគឆ្លងទៀតបាយទោះបីជាគាត់អត់ផ្ដាសាយក៏នាងខ្ញុំបាញ់មួយថ្ងៃម្ដងដែរគឺធម្មតាក្មេងពេលដែលគាត់ដើរលេងអីគឺមានដីហុយចូលច្រមុះហើយអញ្ចឹងគាត់អាចផ្ដាសាយងាយនឹងផ្ដាសាយនៅពេលដែលមានធូលីចូលអញ្ចឹងយើងអាចបាញ់សម្អាតគាត់មួយថ្ងៃមួយសារ៉ាំងមួយចំហៀងច្រមុះមួយចំហៀងគឺចំនួន1សារ៉ាំងមួយចំហៀងចំនួន1សារ៉ាំងគឺជាជម្រើសល្អបំផុតសម្រាប់កូនយើងអរគុណបើម៉ាក់មានអីឆ្ងល់ឬក៏ចង់សួរអាច comment នៅខាងក្រោមវីដេអូនឹងខ្ញុំបានសម្រាប់វីដេអូនេះដែរបើសិនជាម៉ាក់គិតថាមានប្រយោជន៍សូមម៉ាក់ជួយឲ្យបេះដូងឬមេដៃហើយជួយបន្តចែករំលែកវីដេអូនេះឲ្យបានកាន់តែច្រើនចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ